នេះជាសកម្មភាពបាទដែលពួកខ្ញុំបានធ្វើដំណើរបាទទៅឧស្សាហជាតិវីរៈជ័យបាទហៅវាលធំបងប្អូនបាទដែលស្ថិតនៅក្នុងខេត្តរតនគិរីបងប្អូនបាទខ្ញុំជឿថាបងប្អូននៅរតនគិរីភាគតិចបងប្អូនបាទដែលបានឡើងទៅដល់ឧស្សាហជាតិវីរៈជ័យនេះបងប្អូនបាទពីព្រោះថាផ្លូវធ្វើដំណើរមកឧស្សាហជាតិវីរៈជ័យនេះបងប្អូនបាទវាលធំនេះបាទគឺពិបាកខ្លាំងមែនតើបាទគឺមានឡើងភ្នំចុះភ្នំឆ្លងភ្នំ3 4ភ្នំបងប្អូនបាទហើយយើងធ្វើដំណើរទៅនេះបាទកម្រងយើងគឺមាន2បាទទី1គឺយើងទៅដើម្បីរើសផ្លែសម្រងផងហើយទី2គឺយើងទៅដើម្បីបោះតង់លើវាលធំបាទលើខ្នងភ្នំវីរៈជ័យផងបងប្អូនបាទបើសិនជាបងប្អូនចង់ដឹងថាវីដេអូនេះទេសភាពស្រស់ស្អាតយ៉ាងណាកុំភ្លេចតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បងប្អូនបាទគ្រប់ជម្រាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនដែលទស្សនាវីដេអូនេះបាទនេះជាសកម្មភាពដែលយើងកំពុងតែរៀបចំម៉ូតូបាទដើម្បីឡើងទៅឧស្សាហជាតិវីរៈជ័យបងប្អូនបាទមានបងប្អូនខ្លះប្រហែលជាគាត់ស្គាល់ហើយបងប្អូនខ្លះទៀតប្រហែលជាគាត់មិនទាន់ស្គាល់ទេបាទឧស្សាហជាតិវីរៈជ័យបាទមុននឹងយើងឡើងទៅដល់ឧស្សាហជាតិវីរៈជ័យបាទយើងត្រូវការឆែកម៉ូតូឆែកអីសិនបងប្អូនបាទហើយម៉ូតូរបស់យើងមុននឹងឡើងទៅរួចបាទតតសេរីម៉ូតូបាទដាក់កាឡាកាប់ប្រភេទម៉ូតូវ៉េវបាទម៉ូតូសង់ក៏បានអីក៏បានដែរបងប្អូនបាទឲ្យតែបងប្អូនយកទៅដាក់កាឡាកាប់ហើយបងប្អូនលើកបូមលើកអីវាខ្ពស់ហើយយើងបន្ទាប់ពីយើងរៀបចំម៉ូតូហើយអីហើយបាទយើងធ្វើការជិះចេញពីក្រុងបានលងមកស្រុកតាវែងបងប្អូនបាទហើយសកម្មភាពនៅដែរយើងកំពុងតែបាទឆ្លងដបាទពីតាវែងដើម្បីទៅឧស្សាហជាតិវីរៈជ័យបងប្អូនហើយយើងឆ្លងដនេះបងប្អូនបាទគឺមានបងប្អូនគាត់ទៅច្រើនដែរបងប្អូនបាទគឺគាត់ទៅរើសម្រងដែរបងប្អូនបាទបន្ទាប់ពីយើងចេញពីភូមិមកបានរយៈពេលប្រហែលជា1ម៉ោងបាទយើងបានមកដល់កន្លែងប៉ុស្តិ៍គេបាទដើម្បីគេត្រួតពិនិត្យគេយកលុយបងប្អូនបាទសម្រាប់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅរើសម្រងបាទគឺគេយកតម្លៃម៉ូតូបងប្អូនបាទគឺម៉ូតូមួយគ្រឿងបាទគឺគេយកចំនួន50000រៀលបងប្អូនបាទយើងធ្វើដំណើរតាមផ្លូវសុខបាទយើងក៏បានជួបបងប្រុសម្នាក់ដែលគាត់ជាអ្នកទិញផ្លែសម្រងបងប្អូនបាទគឺគាត់ឈរចាំកាក់នៅកណ្ដាលព្រៃតែម្ដងបងប្អូនប្រជាពលរដ្ឋយើងចេញពីរើសម្រងមកបាទគឺគាត់កាត់ទិញយកតែម្ដងហើយយើងក៏បានបាទសុំគាត់មើលផ្លែសម្រងហើយក៏បានសួរនាំគាត់ពីតម្លៃផ្លែសម្រងអីចឹងបងប្អូនបាទបន្ទាប់ពីសួរនាំគាត់ហើយយើងក៏បានចេញដំណើរបន្តទៅទៀតបងប្អូនបាទគឺយើងចេញពីបាទក្រុងបានលងមកបាទគឺម៉ោងចាប់ម៉ោង8បាទយើងមកដល់តាវែងម៉ោងបន្ទាប់ហើយយើងក៏ធ្វើការចេញមកតទៀតបងប្អូនបាទកំពុងដត្រូវបងក្រុមនេះកំពុងដចាកំពុងដនេះឡើងមកដល់លើនេះតុំតែ3គីឡូ2នេះ3គីឡូ200ម៉ែត្រនេះបងប្អូនតែជីអស់ជិត1ម៉ោងឥឡូវហ្នឹងហើយនៅសតទៀតនេះឡើងទៅដែរណាឡើងទៅដល់វាធំនេះទៀតបងប្អូនពីកំពុងដល់មកកន្លែងទីតាំងខ្ញុំឈរនេះបងប្អូនបាទដីតែ3គីឡូជាងទេប៉ុន្តែយើងជិះប្រើរយៈពេលអស់ចូលជិត2ម៉ោងបងប្អូនបាទហើយនេះបាទសកម្មភាពបាទប្រូណាមគាត់ដើរឡើងហត់ពេកបងប្អូនបាទដោយសារយើងជិះម៉ូតូហ្នឹងយើងអាចជិះបានទាំងអស់ទេបងប្អូនបាទយើងមានកន្លែងខ្លះត្រូវចុះដើរកន្លែងខ្លះត្រូវដប់គ្នាបានដប់កន្លែងខ្លះដប់អត់កើតបាទគឺត្រូវចុះដើរបាទដូចបងប្អូនដឹងស្រាប់ហើយបាទផ្លូវឡើងភ្នំបាទឆ្លងកាត់ភ្នំ3 4បាទតម្រាំតែដល់បងប្អូនហើយតំបន់ព្រៃសម្រងហើយបងប្អូនហើយនេះជាផ្លែសម្រងបងប្អូនយើងរើបានដោយសារតែមេឃភ្លៀងបងប្អូនអញ្ចឹងអ្នកគេមករើសម្រងគឺទៅផ្ទះវិញអស់បងប្អូនបាទឥឡូវយើងដើររើបានតែ2 3គ្រាប់ទេឥឡូវវាកំពុងរីកបងប្អូនដោយសារវាទៅទឹកភ្លៀងនេះវាចាប់ដើមរីកបងប្អូនអត់ដែលដឹងថាព្រីសម្រងវាមិននេះបងប្អូនបាទដើមសម្រងហើយប្រភេទខ្ញុំថតទេបាទគឺដើមវាបាទប៉ិនដើមដូងត្រង់ស្លូប្រវែង20 30ម៉ែត្រត្រង់ស្លូឡើងលើតែម្ដងបងប្អូនបាទដោយសារតែដើមវាខ្ពស់អញ្ចឹងហើយបាទកាលពីឆ្នាំទៅបាទសម្រងផ្លែច្រើនបាទគឺមានបងប្អូនប្រជាពលរដ្ឋយើងគាត់មកបាទគាត់មិនត្រឹមតែរើទេបាទគឺគាត់ឡើងអត់រួចបាទគឺគាត់កាប់មលុំផ្ដួលចោលតែម្ដងបាទដូចបងប្អូនដឹងស្រាប់ហើយដើមសម្រងមួយដើមមកតម្រុំតែបានធំបាទប្រើរយៈពេលបាទ30ឆ្នាំពី20ឆ្នាំទៅ30ឆ្នាំតែបានធំបានផ្លែបន្ទាប់ពីយើងរើហើយបាទយើងក៏ធ្វើដំណើរបន្តឥឡូវបាទយើងកំពុងតែមើលផ្លាកបាទថាជិតដល់ហើយបងប្អូនបាទឥឡូវនេះបាទគ្រាន់តែយើងមកដល់ភ្លាមបងប្អូនហើយគឺសុបាយចិត្តខ្លាំងមែនតើបងប្អូនបាទដីប្រហែលជា20គីឡូបងប្អូនបាទពីស្រុកតាវែងមកវាលធំនេះដី20គីឡូដីបងប្អូនបាទពួកខ្ញុំប្រើចំណាយពេលបាទជិះមករយៈពេលបាទ4ម៉ោងជាងបងប្អូនបាទគឺឆ្លងកាត់4 5ភ្នំបងប្អូនដឹងស្រាប់ហើយភ្នំមិនតូចទេបងប្អូនហើយមើលទៅគឺដាច់កតុយភ្នែកតែម្ដងបាទពីមុនខ្ញុំគិតថាចូលព្រៃបាទស្ងាត់បងប្អូនប៉ុន្តែរដូវនេះបាទអត់ស្ងាត់ទេបងប្អូនបាទគ្រាន់តែចូលមកដល់បាទវាធំភ្លាមបាទឃើញបងប្អូនប្រជាពលរដ្ឋយើងច្រើនមែនតើបងប្អូនបាទដែលពួកគាត់មកបាទរើសម្រងបងប្អូនបាទខ្ញុំគិតថាស្ងាត់ដល់បងប្អូនបាទមានស្ងាត់ណាបងប្អូនហើយសិតតែប្រជាពលរដ្ឋបងប្អូនយើងមកក្រុម3 4ម៉ូតូបាទគាត់បោះតង់តាមនឹងបាទដើម្បីគាត់ចូលរើសម្រងបងប្អូនហើយគាត់មកកេងនៅនឹងដែរហើយគាត់តែយើងមកដល់ភ្លាមបាទយើងរៀប
ចំឆ្នាំងបាទចានឆ្នាំងរៀបចំដាក់ដាំបាយនៅខាងក្រោមឲ្យហើយបងប្អូនបាទដោយសារតែយើងឡើងលើវាលស្មៅនោះបាទគឺអត់មានទឹកទេអញ្ចឹងហើយយើងចុះមកកន្លែងខាងក្រោមសិនបាទកន្លែងរោងប្រជាជនបាទគាត់ត្រូវសម្រងបាទគឺយើងមកកាប់ផ្ដៅកាប់អីដើម្បីយកទៅធ្វើម្ហូបបងប្អូនបាទគឺយើងអត់បានយកបន្លែមកទេយើងយកសាច់ជ្រូកមកទេបាទអញ្ចឹងយើងដាំបាយនៅខាងក្រោមហើយបានយើងដាំបាយហើយយើងឡើងមកខាងលើដើម្បីស្លនៅលើអីនៅលើអញ្ចឹងបងប្អូនបាទហើយឥឡូវយើងបានឡើងមកដល់លើហើយបងប្អូនបាទយើងគិតថាមកដល់លើហ្នឹងអត់មានតុកអត់មានអីទេបងប្អូនបាទយើងខំដាក់តុកបាទប្រភេទតុក camping បាទដាក់តុកដាក់កៅអីមកបងប្អូនហើយដឹកឆ្លង4 5ភ្នំមានណាមកដល់តុកឈើគេឡើងប៉ុណ្ណាណីបងប្អូនបាទដូចបងប្អូនបាទមើលវីដេអូនេះហើយបាទមានបំណងចង់មកអីបាទចង់មកលេងនៅវាលធំនេះអីបងប្អូនមិនបាច់ចាំដាក់តុកដាក់កៅអីមកទេបងប្អូនបាទបងប្អូនគ្រាន់តែដាក់រឹងឬមួយក៏តង់មកចងដេកមកបាទគឺបានហើយដូចខ្ញុំនេះដាក់មកនាំតែធុនម៉ូតូទេបងប្អូនបាទគឺអត់បានប្រើទេបាទគឺមានតុកឈើឡើងស្រស់ស្អាតគេធ្វើឡើងតំណងខ្លាំងមែនតើបងប្អូនខាងបងប្អូនសហគមន៍គាត់ធ្វើសម្រាប់ឲ្យប្រជាជនបងប្អូនគាត់ឡើងមកលេងបងប្អូនបាទហើយឥឡូវបងយើងកំពុងតែចាប់ផ្ដើមរៀបស្លឲ្យបងប្អូនហើយនេះជាដើមផ្ដៅបងប្អូនដែលយើងកាប់នៅខាងតាមមាត់អូបងប្អូនបាទហើយឥឡូវមុននឹងយើងធ្វើម្ហូបហើយគឺយើងបានដាក់ស្រស់វាសិនបងប្អូនបាទស្រស់វារៀងឆ្អិនសិនចាំយើងយកមកឆាហើយបាយនេះគឺជាបាយដែលយើងដាំមកពីខាងក្រៅមកបងប្អូនបាទបងប្អូនចំពោះទីតាំងមកកន្លែងនេះបងប្អូនបាទយើងឡើងមកដល់លើភ្នំខ្ពស់ហើយបាទសេវាទេបាទគឺមានពេញបឹបតែម្ដងបងប្អូនបាទអត់តែអ៊ីនធឺណិតទេបងប្អូនបាទយើងកំពុងតែធ្វើម្ហូបសុកបាទស្រាប់តែមានម៉ូតូបាទបងប្អូនឯគាត់មករើសម្រងបាទគាត់ឡើងមកលេងបងប្អូនបាទ3 4 5ម៉ូតូបាទគាត់ឡើងមកថតរូបថតអីលេងនៅកន្លែងពួកខ្ញុំបោះតង់អញ្ចឹងបងប្អូនបាទបន្ទាប់ពីគាត់ថតរូបថតអីហើយគាត់ក៏បានចុះទៅវិញហើយពួកខ្ញុំមកកំពុងតែហូបបាយបងប្អូនបាទហូបនេះបាន2មុខបាទចៀនសាច់1មុខហើយនឹងឆាសាច់ជ្រូកជាមួយនឹងផ្ដៅដែលយើងកាត់បានណាបងប្អូនបាទបន្ទាប់ពីយើងញ៉ាំបាយញ៉ាំអីហើយបងប្អូនបាទអាកាសធាតុត្រជាក់ពេកបងប្អូនបាទខ្យល់ធ្លាក់មកវូតែម្ដងបាទហើយយើងក៏បានយកបាទស្រារបស់យើងដាក់មកពីផ្ទះបងប្អូនបាទដាក់ដើម្បីឲ្យក្តៅពោះបាទដេកលក់ស្រួលបងប្អូនបាទយើងបានអង្គុយហូបលេងជាមួយបងហើយបាទស្ដាប់បងប្រុសគាត់និទានបាទប្រវត្តិរឿងភ្នំបាទវាលធំនេះតែម្ដងឲ្យស្ដាប់បងប្អូនហ្នឹងមានខ្លាពីមុនមកបានគេហៅថារូងខ្លាហ្នឹងកន្ទុយហ្នឹងហើយកាលនោះគេហៅស្កេគាត់ណាផ្លេស្កេគាត់កំពុងមុខស្រោណបាទមុខស្រោហើយស្កេគាត់ហ្នឹងកាយទៅកាយរូងខ្លានេះបាទកាយទៅឃើញខ្លាអត់ទេកាយខ្លាជារូងខ្លាគេហៅមួយស្កេគាត់នឹងខ្លាអូបាទអញ្ចឹងគាត់ចិញ្ចឹមនឹងខ្លាចិញ្ចឹមខ្លាប៉ុន្តែគាត់ហៅថាឆ្កែគាត់ហ្នឹងឆ្កែគាត់ហ្នឹងបាទអញ្ចឹងដល់ពេលរូងនេះហ្នឹងដល់វាតងនោះលុះដល់វានោះអញ្ចឹងរូងហ្នឹងវាទៅលំហូតទៅហើយវាទៅរហូតអញ្ចឹងមកខ្ញុំស្មានតែមករូងហ្នឹងអញ្ចឹងវានៅតែខាងក្រោមដូចរុននៃមួយទម្លុះទៅដល់ណៅប្រហើយបន្លាយតែនៅក្រោមហ្នឹងទៅប្រហែលរុននោះនៅក្រោមភ្នំហ្នឹងប្រហើយបាទពូចេះមកទៅនោះចង់ចេះតាមរុនហ្នឹងបាទតែយើងតដល់ទេបើជិះចាប់ពីមុនហ្នឹងគេរៀនរឿងតណាគេថាធ្លុះដល់នោះអញ្ចឹងប្រវត្តិយ៉ាងធំហ្នឹងមានប៉ុណ្ណឹងបាទពីមួយកន្លែងទៅមួយកន្លែងទៅគេមានរៀនម្ចាស់របស់គេបាទមានម្ចាស់របស់គេបាទមានម្ចាស់ដាក់រឿងថ្ងៃតែរុំខ្លាខ្ញុំស្មានតែខ្លានៅនឹងជាពលរដ្ឋមកឃើញអានេះខ្លាដែលគាត់ចិញ្ចឹមដែលម្ចាស់ចការគាត់ចិញ្ចឹមហ្មងចិញ្ចឹមខ្លាហ្នឹងគាត់ចិញ្ចឹមដូចឆ្កែយើងដូចឆ្កែយើងហ្នឹងបន្ទាប់ពីយើងបាទជជែកគ្នាលេងហើយបងប្អូនមែនហើយវីដេអូយើងក៏បាន slash ត្រឹមតែប៉ុណ្្នឹងទេបងប្អូនមែនដោយសារតែវីដេអូយើងវែងពេកបាទអញ្ចឹងសកម្មភាពពេលព្រឹកឡើងយើងថតដ្រូនថតអីសកម្មភាពពេលព្រឹកហ្នឹងយើងនឹងផុសនៅវីដេអូក្រោយបងប្អូនបើមិនជាយើងមកយកមកផុសវាវែងទេបងប្អូនណាវីដេអូនេះឡើង8នាទីជាងហើយបងប្អូនបាទអញ្ចឹងកុំភ្លេចតាមដានទស្សនានៅបាទវីដេអូទី2របស់ខ្ញុំបាទផុសដ្រូនផុសអីពេលព្រឹកសកម្មភាពពេលព្រឹកបាទអរគុណច្រើន